ឱសថសម្រាប់បំបត្តិការឈឺចាំនិងហើមក្រិចថ្លោះគីណាល់អ៊ីបុយសូមគោរពនឹងជម្រាបសួរសម្ដេចទ្រង់អាដាមលោកជំទាវលោកលោកស្រីទូទេសជនដែលកំពុងតាមដានទស្សនាបណ្ដាញទូទាំងកម្ពុជា CTN ទីគោរពនិងជាទីមេត្រីសូមស្វាគមន៍ជាថ្មីមកកាន់កម្មវិធីផលិតផលកម្ពុជា Made in Cambodia នៅក្នុងសប្ដាហ៍នេះខ្ញុំបាទរ៉ូឌីណាសូមនាំមកជូននៅមាតិកាព័ត៌មានសំខាន់ៗដែលទាក់ទងទៅនឹងផលិតផលកម្ពុជាមានដូចតទៅទឹកបរិសុទ្ធមានសារធាតុរ៉ែផលិតក្នុងស្រុកដំបងគេកំពុងទទួលបានការគាំទ្រពីទីផ្សារក្នុងស្រុករដូវប្រមូលផលស្ករត្នោត IG ត្រូវបានបញ្ចប់នៅចុងខែនេះជាមួយនឹងកំណើននៃការបញ្ជាទិញខ្ពស់ពីទីផ្សារក្រុមអ្នកជំនាញកំពុងពិភាក្សាក្នុងការចាត់វិធានការទប់ស្កាត់ការខ្លាយបន្លំទំនិញសម្គាល់ភូមិសាស្ត្រម្រេចកំពតនិងស្ករត្នោតកំពុងស្ពឹងម៉ូដសម្លៀកបំពាក់ទាន់សម័យបែបខ្មែរកំពុងផ្ដល់ការទាក់ទាញដល់ស្រទាប់យុវវ័យកម្ពុជាបច្ចុប្បន្នបាទសម្រាប់ពេលចាប់ផ្ដើមនៅក្នុងសប្តាហ៍នេះក៏ដូចជាសប្តាហ៍កន្លងទៅដែរខ្ញុំបាទតែងតែនាំមកជូននៅបទយកការថ្មីពិសេសសម្រាប់ទូទាំងប្រជាជនហើយបទយកការរបស់ខ្ញុំបាទនៅក្នុងសប្តាហ៍នេះគឺស្ដីអំពីផលិតផល Water O គឺជាទឹកវិសាមានសារធាតុរ៉ែដំបូងគេផលិតនៅក្នុងប្រទេសកម្ពុជាកំពុងទទួលបានការគាំទ្រខ្លាំងពីទីផ្សារក្នុងស្រុកសូមអញ្ជើញតាមដានទស្សនានៅបទយកការទាំងស្រុងដូចតទៅបន្ទាប់ពីមានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ2007មកទឹកបរិសុទ្ធ Water O នៃក្រុមហ៊ុន Yakomo F&B ដែលជាសហគ្រាសផលិតទឹកមានសារធាតុរ៉ែក្នុងស្រុកដំបងគេបានស្គាល់នៅកំណើននៃអតិថិជនរបស់ខ្លួនជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តក្រុងសំខាន់ៗនៅទូទាំងប្រទេសលោកនាមកូពីជាស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន Yakomo F&B បានប្រាប់កម្មវិធីផលិតផលកម្ពុជាឲ្យដឹងថាក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះទីផ្សារ Water O របស់ខ្លួនមានវិសាលភាពទូលំទូលាយនៅលើទីផ្សារប្រទេសកម្ពុជាស្ទើរតែគ្រប់ខេត្តក្រុងជាពិសេសនៅខេត្តសក្តានុពលទេសចរដូចជាទីក្រុងភ្នំពេញនិងខេត្តសៀមរាបជាដើមមានកំណើនច្រើនជាងមុនការពីមុនយើងលក់បានទៅនៅទីក្រុងភ្នំពេញលក់បានទៅនៅខេត្តសៀមរាបទេបាទដោយសារខេត្តសៀមរាបជាតំបន់ទេសចរអញ្ចឹងភ្ញៀវបរទេសភាគច្រើនគាត់យល់ដឹងពីអត្ថប្រយោជន៍នៃទឹករ៉ែបាទហើយប្រជាពលរដ្ឋយើងនៅទីក្រុងភ្នំពេញក៏គាត់មានការគ្រប់គ្រងដែរបាទប៉ុន្តែតាមខេត្តផ្សេងយើងអត់មានទេប៉ុន្តែឥឡូវនេះគឺមានការផ្លាស់ប្ដូរបាទយើងលក់តាមខេត្តក៏បានច្រើនដែរហ្នឹងគឺទីផ្សាររបស់យើងវាមានការចម្រើនជាងមុនហើយប្រជាពលរដ្ឋផ្សេងទៀតក៏គាត់ចាប់ផ្ដើមយល់ដឹងច្រើនពីអត្ថប្រយោជន៍នៃជាតិរ៉ែតើអ្វីទៅជាទឹកដែលមានសារធាតុរ៉ែហើយសារធាតុរ៉ែនេះមានអត្ថប្រយោជន៍យ៉ាងណាសម្រាប់រាងកាយមនុស្សក្នុងចំណុចនេះលោកនាមកូពីដែលជាម្ចាស់សហគ្រាសដែលធ្លាប់បានសិក្សាក្នុងផ្នែកនេះនៅប្រទេសជប៉ុនបានពន្យល់យ៉ាងដូចនេះថាទឹករ៉ែយើងនិយាយភាសាតែខ្លីទៅគឺទឹកដែលមានសារជាតិខានិកបាទទឹកដែលមានសារជាតិខានិកនៅក្នុងទឹកហ្នឹងគឺវាមានសារជាតិចិញ្ចឹមឬមកក៏សារជាតិបំពន់វាមានដូចជាខ្ញុំលើកឧទាហរណ៍ 3-4 ទៅចុះសារជាតិសំខាន់កាល់ស្យូមបាទសូដ្យូមប៉ូតាស្យូមវាមានដូចជាជាតិម៉ង់កាណេសបាទក៏វាមានច្រើនទៀតប៉ុន្តែខ្ញុំលើកអាហ្នឹងគឺជាទឹករ៉ែហើយទឹករ៉ែវាមានសារៈសំខាន់មិនសម្រាប់សុខភាពខ្លួន5មនុស្សយើងគឺ 60% គឺជាទឹកអញ្ចឹងទឹកដែលយើងពិសាទៅហ្នឹងគឺវាស្ឹងទៅគ្រប់កោសិកាទាំងអស់អញ្ចឹងកោសិកាយើងត្រូវការសារជាតិចិញ្ចឹមអញ្ចឹងវាកោសិកាយើងវាងាយស្រូបដោយសារវាទៅដល់កន្លែងកោសិកាហ្នឹងហើយអញ្ចឹងងាយស្រូបជាងចំណីអាហារមានទីតាំងរោងចក្រស្ថិតនៅស្រុកស្អាងខេត្តកណ្ដាលដែលជាទីតាំងអំណោយផលសម្រាប់បូមយកទឹកមានសារធាតុរ៉ែពីក្រោមដីដ៏ល្អសហគ្រាសមួយនេះបានផលិតចេញនៅទឹកមានសារធាតុរ៉ែនិងមួយខ្ចប់ទៅតាមຂະຫນាតនៃដបផ្សេងគ្នាដូចជាប្រភេទដបចំណុះ350មីលីលីត្រ500មីលីលីត្រ1500មីលីលីត្រនិងប្រភេទដបធំ20លីត្រផងដែរលោកពេជ្រពៅចិន្តាប្រធានគ្រប់គ្រងទូតនិងជាភ្នាក់ងារគុណភាពនៃសហគ្រាសសិប្បកម្ម Water O បានបញ្ជាក់ថាគេមានកម្មករសរុបចំនួន20នាក់ដែលកំពុងបម្រើការជាមួយនឹងខ្សែចង្វាក់ផលិតកម្មពាក់កណ្ដាលស្វ័យប្រវត្តិ
នៅទីនេះហើយក្នុងមួយថ្ងៃគេអាចផលិតនិងច្រកទឹកចូលដប់គ្រប់ប្រភេទបានជាង 100000 លីត្រ នៅគុណភាពរបស់យើងនៅក្នុងរោងចក្រនេះវត្តអូរបស់យើងគឺពាក់ព័ន្ធនឹងគុណភាពគឺយើងរក្សាអនាម័យខ្ពស់បំផុតដោយបុគ្គលិករបស់យើងមានឧបករណ៍ការពារខ្លួនមានគឺជាសម្ភារៈការពារខ្លួនមានតាំងពីក្រោមដៃយើងក៏មួកនិងម៉ាស់ការពារខ្លួនហើយចំពោះគុណភាពទឹកយើងវិញយើងធ្វើការតេស្តវិភាគវារៀងរាល់3ខែម្ដងសម្រាប់ធ្វើការវិភាគទឹកគុណភាពនៅទីក្រុងបរិស្ថានដើម្បីយកផលិតផលទឹកថាគុណភាពរបស់ទឹករបស់យើងអាចទទួលយកបានហើយដើម្បីsupplyទៅផ្គត់ផ្គង់ទៅអតិថិជនដើម្បីឲ្យធ្វើឲ្យអតិថិជនបរិភោគទឹកយើងមានសុវត្ថិភាពនិងគុណភាព កំពុងបញ្ជាម៉ាស៊ីនច្រកទឹកសុទ្ធយុវជនសុភារាមានដើមកំណើតមកពីខេត្តតាកែវដែលបានមកបម្រើការនៅទីនេះជាង1ឆ្នាំមកហើយបានឲ្យដឹងថាលក្ខខណ្ឌការងារនៅក្នុងសិប្បកម្មនេះមិនពិបាកទេតែការធ្វើការជាមួយម៉ាស៊ីនត្រូវទាមទារឲ្យមានការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់បំផុត ខ្ញុំអ្នកគ្រប់គ្រងទៅហ្នឹងដើម្បីមើលពេលលឿនឲ្យវាលឿនហើយប្រុងប្រយ័ត្នគឺគម្របឬមួយក៏កដបវាយើងត្រូវចាប់ចេញទឹកមានបញ្ហាអីយើងត្រូវមើលឆ្វេងមើលស្ដាំត្រូវរហ័សដៃរហ័សជើងដើម្បីកុំឲ្យស្ទះការងារ មិនខុសពីភារាយុវជនហៃសំអូនដែលកំពុងអង្គុយត្រួតពិនិត្យឡាបែលើសម្បកដបដែលទើបចេញពីប្រព័ន្ធចំហុយដោយទឹកក្តៅបានពន្យល់យ៉ាងដូចនេះថា បាននេះទៅទុកច្រកឡាបែឡងទុកច្រកឡាបែនេះថាដងត្រូវការឆ្លងកាត់ទឹកក្តៅកម្ដៅ71ក្រែហើយđâyបានឆ្លងកាត់ប្រព័ន្ធទឹកក្តៅឆ្លងកាត់អាចវាណែនល្អបងនេះតែវាមិនតាន់អត់បងវល់ទៅនេះតាន់អត់វានៅលងអត់ឲ្យណែនល្អ បច្ចុប្បន្នទឹកបរិសុទ្ធ Water O ត្រូវបានវេចខ្ចប់ជាកេសក្រដាសនិងយួរផ្លាស្ទិកដែលមាន12ដបនិងប្រភេទដបធំដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនដែលមានតម្រូវការផ្សេងគ្នាលោកនាមកូពីបានបញ្ជាក់ថាទឹកទាំងនេះមានការលក់ដាច់ផ្សេងគ្នាទៅតាមរដូវកាលខុសៗគ្នា ដោយរដូវឆ្នាំនេះរាំងស្ងួតខ្លាំងហើយវាយូរអញ្ចឹងតម្រូវការទឹកអាធំអាកណ្ដុងធំ20លីត្រហ្នឹងក៏វាច្រើនបាទវាច្រើនបាទដល់ពេលរដូវដែលយើងដើរលេងច្រើនយើងត្រូវការទឹកតូចច្រើនដាក់តាមឡានដាក់តាមអីទៅអញ្ចឹងអានោះវាច្រើនវិញទៅបាទយើងវាប្រែប្រួលតាមរដូវបាទដល់ពេលរដូវដែលមានទេសចរមានអីមកអញ្ចឹងទៅដូចនៅខាងសៀមរាបអីអញ្ចឹងគាត់ត្រូវការអាធំច្រើនវិញបាទព្រោះទេសចរគាត់ចូលចិត្តទិញអា1លីត្រកន្លះទៅគាត់ដើរយូរអញ្ចឹងទៅណាបាទវាទៅវាតាមរដូវ មិនខុសពីការអះអាងខាងលើម្ចាស់ហាងលក់ភេសជ្ជៈយីហោចេងហេងស្ថិតតាមបណ្ដោយផ្លូវម៉ៅស៊ីតុងអ្នកស្រីជាវចេនដានីបានឲ្យដឹងថាអ្នកស្រីបានទទួលលក់ទឹក Water O នេះ 5-6 ឆ្នាំមកហើយក្នុងរយៈពេលចុងក្រោយនេះទឹក Water O មានការគ្រប់គ្រងច្រើនពីអតិថិជនទូទៅ មានអី Water O ហ្នឹងប្រជាជនភ្ញៀវគាត់ប្រើច្រើនដែរតាវាមានជាតិរ៉ែដល់អញ្ចឹងភ្ញៀវខ្លះគាត់យកទៅឆុងទឹកដោះគោហើយខ្លះក៏ទិញហូបដាក់តាមឡានធម្មតា ជាមួយនឹងការដណ្ដើមបានការគ្រប់គ្រងពីអតិថិជននៅពេលនេះម្ចាស់សិប្បកម្មទឹក បរិស័ទ Water O បានបង្ហាញនៅចំហច្បាស់លាស់របស់ខ្លួនថាលោកមានផែនការបង្កើនទំនុកចិត្តដល់អតិថិជនជាតិនិងអន្តរជាតិបន្ថែមទៀតតាមរយៈការផលិតចេញនៅទឹកបរិសុទ្ធដែលមានសារធាតុចិញ្ចឹមសម្រាប់សុខភាពនិងសុវត្ថិភាពដល់អ្នកបរិភោគទូទៅ ខ្ញុំចង់ធ្វើទឹកឥឡូវខ្ញុំធ្វើបានហើយទឹកដែលមានសារជាតិចិញ្ចឹមទឹកដែលជួយដល់សុខភាពអញ្ចឹងគឺខ្ញុំចង់មើលឃើញថាប្រជាពលរដ្ឋយើងគាត់ពិសាទឹកដែលមានគុណភាពបាទហើយគាត់មានសុខភាពល្អនឹងគឺជាអ្វីដែលខ្ញុំចង់បានមួយ ទូទាំងជនជាទីគោរពនិងជាទីមេត្រីកម្មវិធីផលិតផលកម្ពុជានៅក្នុងវគ្គទី1នេះសូមការអនុញ្ញាតសម្រាប់បន្តិចសិនហើយលោកអ្នកនឹងជួបជាមួយនឹងខ្ញុំបាទជាបន្តទៀតនៅក្នុងវគ្គទី2វគ្គនៃកិច្ចសម្ភាសន៍